ចាជាដំបូងនាងខ្ញុំសូមគោរពជម្រាបសួរដល់លោកគ្រូទេនាងខ្ញុំឈ្មោះសុកសុភ័ណ្ឌជាសិស្សថ្នាក់Dដែលមានលេខរៀងទី26នឹងមកធ្វើការសង្ខេបវីដេអូខ្លីពាក់ព័ន្ធជាមួយនឹង Unit 4ដែលគេនិយាយអំពីគោលការណ៍នៃការវិតម្លៃប្រកបដោយគុណភាពគឺ Principle of Quality Classroom Assessment ចាអញ្ចឹងនៅក្នុងនេះដែរគឺដែលយើងហៅថាការវិតម្លៃការសិក្សានេះគឺយើងសង្កេតឃើញថាវាបានប្រើប្រាស់ដើម្បីវិនិច្ឆ័យពីលទ្ធផលសិក្សារបស់សិស្សក៏ដូចជាការអនុវត្តរបស់សិស្សដែរអញ្ចឹងចំពោះគ្រូគឺគ្រូគួរតែធ្វើការវិតម្លៃឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបានប៉ុន្តែការវិតម្លៃនោះគឺយើងពាក់ព័ន្ធជាមួយការវិតម្លៃហ្នឹងគឺអត់ប្រកាសថាឬក៏វាគ្មានការវិតម្លៃណាដែលថាមិនដែលថាត្រឹមត្រូវឬក៏ល្អិតខ្ចោះហើយនៅក្នុងហ្នឹងគឺវាតែងតែមានភាពលំអៀងហើយការលំអៀងនោះគឺលំអៀងទៅលើបើសិនជាតេស្តហ្នឹងវាពិបាកពេកនោះវាធ្វើឲ្យយើងអាចសន្និដ្ឋានបានថាយើងអាចលំអៀងទៅលើសិស្សដែលគាត់រៀនបានតិចប៉ុន្តែផ្ទុយទៅវិញបើសិនជាតេស្តហ្នឹងវាងាយស្រួលពេកវានឹងធ្វើឲ្យលទ្ធផលឬក៏បន្ទុកសិស្សហ្នឹងគឺវាកើនឡើងខ្លាំងពេកអញ្ចឹងហើយទៅវាបង្កទៅជាភាពលំអៀងអញ្ចឹងចំពោះនិយមន័យនៃប្រសិទ្ធភាពនៅក្នុងការវិតម្លៃការសិក្សាហ្នឹងគឺសំដៅទៅលើប្រសិទ្ធភាពនៅក្នុងការវាស់វែងនិងការវិតម្លៃហើយក៏ជឿជាក់បានពីការវាស់ស្ទង់ការយល់ដឹងតកតងទៅនឹងចំណេះដឹងហើយក៏ជំនាញរបស់សិស្សនឹងដែរអញ្ចឹងខ្ញុំសូមបន្តចូលដល់ចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹងលក្ខណៈវិនិច្ឆ័យដែលធានាបាននូវប្រសិទ្ធភាពនៅក្នុងការវិតម្លៃការសិក្សាអញ្ចឹងនៅក្នុងលក្ខណៈវិនិច្ឆ័យនេះគឺយើងមានច្រើនចំណុចនៅក្នុងនឹងទៀតទី1គឺពាក់ព័ន្ធជាមួយនឹងទី1ពាក់ព័ន្ធជាមួយនឹងលទ្ធផលសិក្សារំពឹងទុកនៅក្នុងម៉ោងសិក្សាចំពោះលទ្ធផលនេះដែរគឺតកតងទៅនឹងការធ្វើការជ្រើសរើសតេស្តការធ្វើតេស្តក៏ដូចជាការអនុវត្តហើយមានជាសំណួរផ្ទាល់មាត់ក៏ដូចជាការសង្កេតរបស់គ្រូហើយក៏បន្ថែមទៅលើការវិតម្លៃដោយខ្លួនឯងដែរអញ្ចឹងចំពោះការវិតម្លៃដោយខ្លួនឯងនេះគឺសិស្សខ្លួនឯងផ្ទាល់ជាអ្នកវិតម្លៃហើយនឹងទី2ពាក់ព័ន្ធជាមួយនឹងការបន្ស៊ីរវាងវិធីសាស្ត្រវិតម្លៃជាមួយនឹងលទ្ធផលសិក្សារំពឹងទុកនៅក្នុងម៉ោងសិក្សាអញ្ចឹងបើទោះបីជាលទ្ធផលសិក្សារំពឹងទុកហ្នឹងវាត្រូវបានវាស់វែងដោយវិធីសាស្ត្រជាច្រើនក៏ពិតមែនដោយខ្ញុំលើកឡើងខាងលើវាមានតេស្តហើយមានសំណួរផ្ទាល់មាត់មានការសង្កេតអីក៏ពិតមែនប៉ុន្តែវិធីសាស្ត្រនៃការវាស់វែងប្រភេទលទ្ធផលសិក្សារំពឹងទុកមួយចំនួនហ្នឹងគឺវាល្អជាងវិធីសាស្ត្រវាស់វែងផ្សេងទៀតដែរអញ្ចឹងនៅពេលដែលយើងកំណត់លទ្ធផលសិក្សារំពឹងទុកជំហានបន្ទាប់ហ្នឹងគឺយើងផ្គូផ្គងវាជាមួយនឹងវិធីសាស្ត្រវាតម្លៃដោយដែលវាមានន័យថាយើងធ្វើការប្រៀបធៀបគ្នាតើវិធីសាស្ត្រវាតម្លៃមួយណាវាស័ក្តិសមបំផុតទៅនឹងលទ្ធផលសិក្សារំពឹងទុកនៅក្នុងម៉ោងសិក្សានឹងអញ្ចឹងខ្ញុំសូមបន្តទៅចំណុចទី3ពាក់ព័ន្ធជាមួយនឹងភាពជឿជាក់ភាពជឿទុកចិត្តអញ្ចឹងភាពជឿទុកចិត្តនេះគឺពាក់ព័ន្ធជាមួយនឹងព័ត៌មានឬក៏ទិន្នន័យដែលយើងអាចជឿទុកចិត្តបានថាវាជាទិន្នន័យដែលមានភាពត្រឹមត្រូវឬក៏អាចអាស្រ័យបានគឺវាសំដៅទៅលើស្ថិរភាពឬក៏ភាពស៊ីសង្វាក់គ្នានៃការធ្វើតេស្តហ្នឹងហ
ហើយមួយទៀតបើសិនជាយើងធ្វើតែវាច្រើនដងនៅក្នុងក្រុមសិស្សតែមួយហើយលក្ខខណ្ឌហ្នឹងតែមួយទៀតអញ្ចឹងយើងគួរតែទទួលបានលទ្ធផលហ្នឹងគឺវាប្រហាក់ប្រហែលគ្នាដែរនិងទី4ពាក់ព័ន្ធជាមួយនឹងសុពលភាពចំពោះសុពលភាពនេះគឺតាមរយៈសាស្ត្រាចារ្យ Kelly ដែលគាត់បានលើកឡើងថាតេស្តមានសុពលភាពប៉ះសិនបើវាតេស្តនៅអ្វីដែលគេចង់តេស្តហើយវាក៏បានឆ្លុះបញ្ចាំងពីអ្វីដែលគេចង់បានដែរហើយវាផ្អែកទៅលើការពិតឬក៏ហេតុផលដែលអាចទទួលយកបានហើយក្រៅពីការស្រាវជ្រាវផ្នែកស្ថិតិឬក៏ភាពជឿទុកចិត្តនឹងវាត្រូវបានពីរនេះវាត្រូវបានប្រើជំនួបគ្នានឹងយើងចូលទៅមើលដល់ទី5វិញដែលគេនិយាយថាទី5ពាក់ព័ន្ធជាមួយនឹងសុខភាពអញ្ចឹងនៅក្នុងសុខភាពហ្នឹងគឺវាមានចំណុចទូចៗនៅក្នុងនោះទៀតដែលទី1និយាយអំពីតម្លាភាពនេះគឺពាក់ព័ន្ធជាមួយនឹងត្រូវធ្វើតេស្តជាមួយនឹងរបៀបដាក់បន្ទុកដើម្បីឲ្យធានាថាការវាស់វែងអំពីការយល់ដឹងរបស់សិស្សហ្នឹងគឺដូចដែលអ្វីដូចអីដែលយើងបានរំពឹងទុកហើយនឹងទី2នៅក្នុងនោះគឺឱកាសដើម្បីសិក្សារៀនសូត្រអញ្ចឹងធានាថាសិស្សមានពេលវេលាឬក៏ធនធានគ្រប់គ្រាន់ក៏ដូចជាវិធីសាស្ត្របង្រៀនរបស់យើងដែរដែលវាសមស្របទៅតាមការសិក្សារបស់គាត់ដែរនិងចំណុចទី3នៅក្នុងសុខភាពគឺជៀសវាងផ្នត់គំនិតនៅក្នុងការវិតម្លៃនៅក្នុងនេះដែរយើងផ្អែកទៅលើលក្ខណៈបុគ្គលឬក៏ធ្វើការវិតម្លៃសិស្សដោយផ្អែកទៅលើលក្ខណៈបុគ្គលដូចជាចិត្តសារូបរាងហើយនឹងលក្ខណៈផ្សេងទៅពិការភាពអីផ្សេងចឹងទៅហើយនឹងទី4នៅក្នុងសុខភាពនេះគឺគេនិយាយអំពីជៀសវាងការលំអៀងទៅលើកិច្ចការឬក៏ដំណើរការវិតម្លៃអញ្ចឹងភាពលំអៀងហ្នឹងគឺវាអាចនឹងធ្វើឲ្យកាត់បន្ថយដោយដូចជាដោយមានអ្នកផ្សេងហ្នឹងជួយពិនិត្យមើលលើការវិតម្លៃហ្នឹងនិងទី5ទៀតនៅក្នុងសុខភាពគឺការជួយគ្រប់គ្រងសិស្សដែលមានតម្រូវការពិសេសនិងចំណុចទី6នៅក្នុងលក្ខណៈវិនិច្ឆ័យដែលធានាបាននូវប្រសិទ្ធភាពនេះគឺតកតងនឹងផលវិជ្ជមានអញ្ចឹងចំពោះផលវិជ្ជមានរបស់គ្រូគឺការវិតម្លៃហ្នឹងគឺទាមទារឲ្យចងចាំនៅការពិតហើយការវិតម្លៃនឹងទៀតសោតហ្នឹងក៏វាទាមទារនៅការបង្ហាញហេតុផលដែរហើយនឹងផលវិបាកចំពោះសិស្សវិញគឺពាក់ព័ន្ធជាមួយនឹងសំណួរជ្រើសរើសអញ្ចឹងទាមទារសិស្សហ្នឹងគឺចងចាំនៅព័ត៌មានហ្នឹងហ្មងគេហៅថាសំណួរបិទវាមានតែមួយអញ្ចឹងត្រូវតែសិស្សហ្នឹងចាំតែមួយហ្នឹងអត់មានស្តៀងទេអត់អាចស្តៀងបានទេហើយមួយទៀតពាក់ព័ន្ធជាមួយនឹងតែងសេចក្តីឬក៏ចម្លើយទៅសេបែបវែងអញ្ចឹងវាតកតងទៅនឹងបណ្ដុំហើយនឹងការអនុវត្តការបង្កើតឡើងវិញរបស់សិស្សជាជាងការស្គាល់ព័ត៌មានឡើងវិញនៅពេលដែលគាត់រៀននិងទី3ពាក់ព័ន្ធជាមួយនឹងការដោះស្រាយបញ្ហាអញ្ចឹងវាជំរុញទឹកចិត្តសិស្សឲ្យគិតហើយនឹងអនុវត្តនៅអ្វីដែលគេបានរៀនហើយអូខេផលវិបាកបែបវិជ្ជមាននិងទី7នៃលក្ខណៈវិនិច្ឆ័យនេះដែរគឺពាក់ព័ន្ធជាមួយនឹងការអនុវត្តនិងប្រសិទ្ធភាពអញ្ចឹងគេសួរថាតើកត្តាវាមានកត្តាគេខ្លះចូលរួមអញ្ចឹងនៅក្នុងនោះវាមានដូចជាទី1គ្រូត្រូវស្គាល់ពីវិធីសាស្ត្រទី2ពេលវេលាដែលសមស្របដែរនិងទី3ភាពស្មុគស្មាញនៅក្នុងការអនុវត្តការប្រឡងហើយនឹងទី4គឺពាក់ព័ន្ធជាមួយនឹងភាពងាយស្រួលនៅក្នុងការដាក់ពិន្ទុចំណែកទី5វិញគឺភាពងាយស្រួលដែរនៅក្នុងការបកស្រាយលទ្ធផលនិង
ទី6ចុងក្រោយគឺពាក់ព័ន្ធជាមួយនឹងការចំណាយទៅលើការប្រឡងចឹងពាក់ព័ន្ធជាមួយនឹងគ្រូត្រូវស្គាល់អំពីវិធីសាស្ត្រចឹងគ្រូបរិញ្ញាហ្នឹងគឺគាត់ត្រូវតែមានការយល់ដឹងច្បាស់អំពីវិធីសាស្ត្រវាតម្លៃដែលគាត់ជ្រើសរើសនឹងឬគាត់ប្រើប្រាស់ឲ្យសិស្សធ្វើនឹងហើយមួយទៀតគាត់ត្រូវដឹងពីចំណុចខ្លាំងហើយនឹងដែនកំណត់របស់ពួកគាត់ដែរថាគាត់អាចបកស្រាយនៅចម្លើយsorry ពាក់ព័ន្ធជាមួយនឹងដឹងពីចំណុចខ្លាំងនិងដែនកំណត់នេះគឺគាត់ដឹងអំពីគឺគាត់អាចបកស្រាយទៅលើចម្លើយរបស់សិស្សបានត្រឹមត្រូវដែរហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់វិធីសាស្ត្រវាតម្លៃដែលមិនយល់ច្បាស់ធ្វើឲ្យខាត់ពេលវេលាជាមួយនឹងធនធានដែរនៅក្នុងមេរៀនទី4នេះដែរគេក៏បាននិយាយអំពីបញ្ហាប្រឈមនៅក្នុងដំណើរការនៃការធ្វើតេស្តហើយនឹងប្រឡងអញ្ចឹងបញ្ហាប្រឈមនោះគឺវាមាន3ទី1 fly ទី2sorry ទី1 fly ទី2 fly ហើយនឹងទី3គឺ freeze ដែលនិយាយអំពីគេហៅថាភាពរញ៉េរញ៉ៃឬក៏អារម្មណ៍របស់គាត់ជ្រួចច្បល់ភ័យមុនពេលប្រឡងអីចឹងទៅហើយនៅក្នុងនោះដែរបើពាក់ព័ន្ធជាមួយនឹងប្រសិទ្ធភាពនៅក្នុងដំណើរការនៃការធ្វើតេស្តហើយនឹងប្រឡងអញ្ចឹងមុនពេលប្រឡងចាប់ផ្ដើមគឺយើងជាគ្រូត្រូវណែនាំអំពីដំណើរការនៃការប្រឡងទៅកាន់សិស្សសិនក៏ដូចជាគោលបំណងឲ្យបានច្បាស់លាស់នៅក្នុងការដាក់បន្ទុក example ថាសំណួរទី1កូនត្រូវទទួលបាន3បន្ទុកនៅក្នុងនោះគឺមាន3សំណួរអញ្ចឹងកូនទទួលបាន9បន្ទុកបើសិនកូនធ្វើត្រឹមត្រូវនឹង1បន្ទុកទៀតគ្រូនឹងថែមទៅលើរចនាបទរបស់កូនឬក៏របៀបសរសេរដែលវាសមរម្យវាស្អាតបានអញ្ចឹងទៅមិនមានលុបមានអីគ្រូនឹងថែមឲ្យអញ្ចឹងទៅហើយនឹងទី2ពាក់ព័ន្ធជាមួយនឹងបន្ស៊ាំនេះដែរគឺដើម្បីឲ្យដំណើរការនៃការធ្វើតេស្តប្រឡងវាល្អដែរគឺគ្រូត្រូវតែបន្ស៊ាំសិស្សក៏ដូចជាឧស្សាហ៍ធ្វើតេស្តជាប្រចាំដូចជា quiz សំណួរត្រេះរិះអីចុងម៉ោងអីអញ្ចឹងទៅគាត់សួរសិស្សបន្ទាប់ពីរៀនចប់អញ្ចឹងទៅមួយសំណួរឬក៏ពីរសំណួរអញ្ចឹងឲ្យធ្វើឲ្យសិស្សគាត់មានភាពស៊ាំទៅក្នុងការឆ្លើយគាត់អត់សូវមានអារម្មណ៍ភ័យខ្លាចអីឬក៏ភ័យទុកមុនការប្រឡងអញ្ចឹងទៅនឹងទី3ជាចំណុចខ្លាំងមួយដែរគឺការលើកទឹកចិត្តអញ្ចឹងការលើកទឹកចិត្តនេះគឺសំខាន់ចំពោះសិស្សនៅពេលដែលម៉ោងរៀនឬក៏ម៉ោងប្រឡងនៅពេលម៉ោងរៀនអញ្ចឹងទៅគាត់សួរសំណួរ quiz មួយអញ្ចឹងទៅនៅក្នុងថ្នាក់អញ្ចឹងទៅសិស្សក៏លើកដៃឆ្លើយអញ្ចឹងបើសិនគាត់ឆ្លើយខុសគ្រូកុំបង្អាក់ឬក៏កុំបន្ទោចគាត់ថាកូនឯងឆ្លើយអត់ត្រូវទេឆ្លើយអញ្ចឹងអត់ត្រូវទេរៀនយូរហើយអត់ត្រូវអីស្ដីឲ្យផ្សេងអញ្ចឹងទៅគ្រូត្រូវតែលើកទឹកចិត្តគាត់ថាគាត់មានភាពក្លាហានគាត់មានភាពរហ័សរហួនក្នុងការលើកដៃបើទោះបីជាគាត់ឆ្លើយខុសក៏ពិតមែនប៉ុន្តែគាត់មានភាពក្លាហានគ្រប់គ្រាន់ក្នុងការឆ្លើយអញ្ចឹងជាការលើកទឹកចិត្តមួយដែរដើម្បីឲ្យគាត់ប្រឹងប្រែងសិក្សារៀនបន្តហើយនឹងទី4គឺការប្រឡងប្រាប់គាត់ថារាល់ការប្រឡងទាំងអស់មិនមែនជាការកំណត់ជោគវាសនារបស់កូនទេប៉ុន្តែគឺជាការវាតម្លៃមួយឲ្យគ្រូដឹងថាបន្ទាប់ពីកូនរៀនចប់កូនទទួលបានចំណេះដឹងអីហើយនឹងខ្វះចំណេះដឹងអីខ្សោយអីអញ្ចឹងគ្រូនឹងវឹកហាត់បរៀនកូនបន្ថែមនិងមួយទៀតដំណើរការកំពុងដំណើរការប្រឡងអញ្ចឹងនៅក្នុងចំណុចនេះដែរពាក់ព័ន្ធជាមួយនឹងបន្ទប់មានស្តង់ដារអញ្ចឹងនៅក្នុងនេះបន្ទប់រៀនត្រូវតែមានពន្លឺភ្លើងចេញចូលហើយវាអត់មានសលេងរំខានពីខាងក្រៅទេដូចជាសលេងឡានសលេងម៉ូតូសផ្លេអីផ្សេងធ្វើឲ្យរំខានដល់អារម្មណ៍ការប្រឡងរបស់សិស្សនឹងហើយ
គ្រូត្រូវតែប្រាប់ម៉ោងជាមួយនឹងនីតិទៅតាមដំណាក់កាលដូចជាគូសជួងទី1ត្រៀមចែកស្លឹកកិច្ចការទី2ចាប់ផ្ដើមហើយនឹងជួងទី3នេះសល់15នាទីជួងទី4នេះប្រមូលចឹងទៅហើយមួយទៀតគួរឲ្យសិស្សដតីទៀតហ្នឹងគឺរក្សាភាពស្ងប់ស្ងាត់នៅក្នុងថ្នាក់ដើម្បីកុំឲ្យវាមានភាពរំខានអារម្មណ៍ទៅដល់សិស្សដតីទៀតដូចគ្នាដែរហើយមួយទៀតចិត្តដល់ម៉ោងហ្នឹងគឺឲ្យគាត់សម្រួលអារម្មណ៍អញ្ចឹងពាក់ព័ន្ធជាមួយនឹង Unit 4 នេះពាក់ព័ន្ធជាមួយនឹង Unit 4 មេរៀនគោលការណ៍នៃការវិតម្លៃប្រកបដោយគុណភាពនេះខ្ញុំសូមសង្ខេបត្រឹមប៉ុណ្នេះចាអរគុណ